បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះរៀងប្លែកតិចហើយបាទមកជួបខ្ញុំនឹងការបង្ហាញនៅវីដេអូពីសត្វព្រៃបាទថ្ងៃនេះដែរនាំអារម្មណ៍បងប្អូនមកទស្សនានៅសត្វស្វាម្យ៉ាងដែលគេហៅថាស្វាព្រាហ្មណ៍បាទអញ្ចឹងស្វាព្រាហ្មណ៍នេះបងប្អូនខ្លះកម្រខំឃើញណាបាទកតុយវាវែងបាទបងប្អូនឃើញទេហើយមានពុកមាត់សពុកមាត់អីចឹងហើយរៀងខ្មៅបាទវាគឺសម្បល់ខ្មៅរោមខ្មៅច្រឡំសម្បល់បាទគឺរោមខ្មៅហើយកតុយវែងហ្នឹងបាទហើយវាហក់ហើយនៅសួនសត្វទូកតាម៉ៅនេះគេមានដាក់វានៅក្នុងទ្រុងទេបាទគឺលែងវាឲ្យវាមានដើរពីវាពីការហ្នឹងបាទក្នុងព្រៃនៅក្នុងតម្ៅហ្នឹងហើយស្វាព្រាមនេះគឺកម្រវាយើងបានឃើញវាណាវាចេញមកម្ដងទេជាវងវាហើយវាក៏មានមេវងមួយខ្លាំងដែរបាទវាមេវងវាគឺមិនឲ្យយើងទៅគៀកទេតែដោយសារថ្ងៃនេះគឺអត់ឃើញមេវងវាមកគៀកមកចិត្តអញ្ចឹងណាទើបខ្ញុំអាចថតជូនបងប្អូនទស្សនាបានហើយស្វាព្រាមនេះបងប្អូនថែអ្វីមកគេហៅថាស្វាព្រាមខ្ញុំក៏មិនដឹងច្បាស់ដែរបាទដោយសារអីខ្ញុំសួរគេទៅគេថាបានគេហៅស្វាព្រាមដោយសារអីវាមានពុកមាត់សបាទដូចព្រាមដូចបងប្អូនឃើញនៅក្នុងរឿងព្រះអីហើយព្រាមនៅក្នុងវាហើយព្រាមពួកអីចឹងណាបាទហ្នឹងខ្ញុំឮសួរគេនិយាយចឹងដែរទេបាទអញ្ចឹងគេបានគេហៅស្វាព្រាមបាទព្រោះអីមើលពុកមាត់វាបាទសចឹងដូចចាស់ចឹងដូចស្ទៅចឹងហើយរោមខ្មៅហើយកតុយវាវែងបាទស្វាព្រាមនេះដូចថ្ងៃខ្ញុំទៅថតនេះគឺដោយសារខ្ញុំថតបានដោយសារវាមានមេវងវាបាទហើយវានៅខាងក្រៅធុងឯបាទនេះខាងក្រៅធុងខាងក្នុងធុងនោះគឺជាសត្វតូចបាទដូចជាសត្វតូចនៅក្នុងធុងនោះហើយមើលវាបានថាជាមាន4 5 1ក្បាលដែរបាទដែលខ្ញុំថតបាននេះគឺបងប្អូនឃើញកតុយវាហើយនោះវែងមែនតើបាទស្វាព្រាមនេះអញ្ចឹងខ្ញុំក៏តែសូវបានឃើញច្បាស់ដែរតែស្គាល់ដែរស្វាព្រាមទៅខ្ញុំដល់ថ្ងៃហ្នឹងបាក់ជួបក៏បានសួរគេអ្នកនៅភ្នំតាម៉ៅទៅគេថាស្វាព្រាមហើយស្វានេះគឺមានវងវាមេវាកាចបាទអញ្ចឹងវាកម្រយើងបានថតចិត្តតែយើងទៅចិត្តទៅមេវាហក់មកខំហក់អីមកយើងអញ្ចឹងយើងច្បាស់ជារត់ដែរបាទរត់ចែកជើងគ្នាហើយតែដល់ថ្ងៃនេះវាសំណាងដែរបាទបានថតបានសត្វស្វាព្រាមនេះបាទជូនបងប្អូនទស្សនាអញ្ចឹងបងប្អូនខ្លះគាត់មិនសូវស្គាល់ទេបាទឮសួរស្វាព្រាមក៏ទុយវាបាទចង់1ម៉ែត្រជាង2ម៉ែត្រក៏ទុយវាវែងមែនទែនព្រោះសត្វស្វាពីអញ្ចឹងក៏ទុយមិនវែងដល់ហ្នឹងទេបាទមើលស្វាព្រាមនេះក៏ទុយវាវែងមែនទែនបាទមើលអូលយមែនទែនណាលយអស្ចារ្យមែនទែនអញ្ចឹងបងប្អូនទៅភ្នំតាម៉ៅពើអាចជិះខ្វែលតាមតំបន់រៀងព្រៃរៀងភ័យឈើមានអីរៀងស្ងាត់នឹងអាចជួបវាហើយបាទហើយថ្ងៃនេះខ្ញុំបានជួបវាជាសំណាងមួយដែរបាទហើយខ្ញុំបានផ្តិតនៅទូថតជូនបងប្អូនទស្សនាទៅបាទគេវានៅខាងក្រៅទ្រុងឯបាទហើយវាហក់លេងពេញដើមឈើហ្នឹងបាទហើយអញ្ចឹងអរគុណច្រើនបាទចំពោះការតាមដាននៅវីដេអូខ្លីៗបាទហើយតាមជួបខ្ញុំនៅឱកាសនៅវីដេអូក្រោយៗទៀតជូនបងប្អូនទស្សនាហើយបើបងប្អូនចង់បានទស្សនានៅវីដេអូអីអាចខមមិនបានហើយកុំភ្លេចជួយចុច Subscribe អាចជួយចុច Like និង Share វីដេអូនេះជូនបងប្អូនផ្សេងៗទស្សនាបាទអរគុណច្រើនជួបគ្នានៅឱកាសក្រោយទៀតបាយបាយ